អូខេជំរាបសួរក៏ដូចជាសួស្តីបាទវិលមកជួបក្នុងវីដេអូប្លែកភ្នែកនេះគឺមកបង្ហាញពីរបៀបកាត់សក់មនុស្សស្រីវិញនៅក្នុងเพจរបស់ admin ចុះខ្សែបាទសម្រាប់ជាងដែលគឺនឹងរៀនថ្មីណាយើងព្យាយាមមើលអ្វីដែលថ្មីសម្រាប់យើងទៅថ្ងៃនេះគឺបង្ហាញពីរបៀបកាត់ទេ admin ក៏អត់ទាន់បានរៀនដែរប៉ុន្តែ admin ចែករំលែកបានឥឡូវយើងមកបាទអរគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រហើយនឹងទស្សនាវីដេអូរបស់ admin ស្រុកស្រែបាទកុំភ្លេចជួយ like ជួយ share ហើយនឹង comment លេខម្នាក់មួយផងសម្រាប់ពុកម៉ែបងប្អូនហើយនឹងជាងដៃថ្មីដែលទើបតែនឹងចូលមកក្នុង channel ឬក៏ page របស់ admin ថ្មីនេះណាបាទអរគុណច្រើនឥឡូវយើងទៅរៀនពីរបៀបកាត់ក៏ដូចជា technique កាត់សក់បែបងាយៗជាមួយនឹងវីដេអូ admin ដល់ទីបញ្ចប់កុំភ្លេចតាមដានហើយនឹងកុំភ្លេច share និង like ទុកមើល comment ទុកមើលអស់គ្នាគឺជាពិសេសគឺកុំភ្លេចដៃថ្មីណាបាទតោះយើងអូខេពីរបៀបក៏ដូចជា technique កាត់សក់ស្រីណាបាទមើលទៅតាមទម្រង់វីដេអូទៅបាទគេកាត់វាគឺកាត់វាជាផ្នែកជាតង់ជាចិនបាទមួយតង់ណាផ្នែកសក់ស្រីណាបាទ style របស់គេគឺគេកាត់បែបលក្ខណៈដូចតែសក់ប្រុសដែរប៉ុន្តែមួយស្រីមួយប្រុសនោះគឺtechnique របស់គេគេចាប់វាបណ្ដេញ45បាទតលាក់វាមកបាទហើយគេបែងសក់ទៅតាមផ្នែកនីមួយៗណាឃើញអត់បាទវិធីសាស្ត្រកាត់បែបងាយប៉ុន្តែងាយសម្រាប់អ្នកចេះណាដៃថ្មីប្រហែលជាអត់ទាន់ចេះទេបាទយើងមើលទៅតាមនឹងទៅសម្រាប់ជាងសាឡនស្រីៗនេះគាត់ឃើញហើយកុំភ្លេចជួយ like និង share page admin មួយផងបាទឥឡូវចេញទម្រង់សក់បាទចាប់កាត់សោះចេញទម្រង់សក់ដែរបាទងាយមែនតើណាវ៉ាវវិធីសាស្ត្រកាត់មើលទៅបែបងាយអើយមកឃើញចាប់ផ្នែកមួយមកឃើញចេញទម្រង់ស្អាតបាទបាទគេកាត់ចាប់ពីផ្សារភ្ជាប់រហូតណាផ្នែកទី1ផ្នែកទី2បាទផ្នែកនីមួយទម្រង់ក្បាលមកគេបែងចែកទៅដាច់ឡែកណាហើយគេចាប់ទៅតាមទម្រង់សក់បាទឥឡូវគេចេញហើយឃើញអត់កាត់ទៅមកផ្នែកខាងមុខណាតទៅផ្នែកខាងក្រៅឃើញអត់បាទចេញទម្រង់សក់ស្អាតតែម្ដងបាទពេលបលែងសក់មកគឺចេញទម្រង់ស្អាតឥឡូវគេមកផ្លុំឲ្យវាស្ងួតមកហើយចូលទម្រង់សក់តែម្ដងណាដៃថ្មីកុំភ្លេចជួយ share ជា like មួយបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយ